សួស្តីអ្នកទស្សនាទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Finance Advanced Camp ថ្ងៃនេះយើងនឹងពិភាក្សាអំពីប្រធានបទដ៏ទាក់ទាញមួយគឺតើស្ថានភាពបិទមិនឲ្យថៃនាំបន្លែផ្លែឈើចូលកម្ពុជាមានផលប៉ះពាល់ដល់ប្រជាជនយ៉ាងដូចម្តេចទី1ស្វែងយល់ពីមូលហេតុនៃបិទការបិទមិនឲ្យថៃនាំបន្លែផ្លែឈើចូលកម្ពុជាថ្មីៗនេះគឺមកពីបញ្ហាព្រំដែននិងវិបត្តិនយោបាយក្នុងតំបន់សេវាកម្មនាំចេញនាំចូលតាមព្រំដែនត្រូវបានផ្អាកជាបណ្ដោះអាសន្នដោយមានការមិនយល់ស្របអំពីការកំណត់ព្រំដែននិងអធិការកិច្ចថៃគឺជាប្រទេសដែលមានការនាំចេញបន្លែផ្លែឈើទៅកម្ពុជាច្រើនជាងគេមួយតាំងពីបន្លែស្រស់ៗដូចជាដំឡូងសណ្តែកត្រសក់រហូតដល់ផ្លែឈើដូចជាសាវម៉ាវទុរេនផ្លែចេកផ្លែប៉ោមនិងផ្លែឈើផ្សេងៗជាច្រើនទៀតទី2ស្វែងយល់ពីផលប៉ះពាល់តម្លៃនិងទីផ្សារ 1. ការតម្លៃនាំចូលបន្លែបើគ្មានផលិតផលទាំងនេះពីថៃអ្នកលក់ក្នុងទីផ្សារកម្ពុជាត្រូវដាក់តម្លៃខ្ពស់តម្លៃសារធាតុចិញ្ចឹមនិងផ្លែឈើអាចឡើងពី 10% ទៅ 30% ច្រើនជាងនេះ 2. ប៉ះពាល់ដល់អ្នកប្រើប្រាស់ប្រជាពលរដ្ឋមានប្រាក់ចំណូលតិចតួចកាន់តែរងផលប៉ះពាល់អាហារដែលតម្រូវការខ្លាំងដូចជាបន្លែស្រស់អាចមានការកង្វះខាតក្នុងពេលភ្លាមៗឬកើនតម្លៃយ៉ាងខ្លាំង 3. បញ្ហាសេដ្ឋកិច្ចនៅតំបន់ព្រំដែនអ្នកលក់ជួញដូរអាចឲ្យបញ្ហានេះធ្វើឲ្យពួកគេបាត់បង់ចំណូលនិងគ្មានផលិតផលឲ្យអតិថិជនព្រោះមិនអាចនាំចូលផលិតផលបានដូចមុនទី3ស្វែងយល់ផលវិបត្តិជាប្រព័ន្ធ 1. ប៉ះពាល់សមភាពតម្លៃផលិតផលក្នុងស្រុកនៅពេលមិនមានការប្រកួតប្រជែងពីផលិតផលថៃផលិតផលក្នុងស្រុកអាចឡើងតម្លៃទ្វេដងនិងមានបញ្ហាប្រឈមកង្វះការផ្គត់ផ្គង់តាមតំបន់ឆ្ងាយៗ 2. ជំរុញឲ្យមានការគាំទ្រផលិតក្នុងស្រុកប៉ុន្តែទោះបីជាអាចជាជំនួយដល់កសិករខ្មែរបានផ្គត់ផ្គង់បន្លែផ្លែឈើក៏ដោយក៏កម្ពុជានៅមានការពិបាកក្នុងការផលិតលើកម្រិតដូចថៃទាំងបច្ចេកវិទ្យាបរិក្ខារនិងសេដ្ឋកិច្ចវាអាចមានបញ្ហាប្រឈមក្នុងរយៈពេលដំបូង 3. ផលប៉ះពាល់ដល់ជីវភាពអ្នកធ្វើអាជីវកម្មដូចតូចហាងលក់អាហារកាហ្វេនិងហាងជួលបន្លែស្រស់ក៏ទទួលរងការប៉ះពាល់ដោយមិនអាចរកបានផលិតផលដែលជាចាំបាច់ប្រចាំថ្ងៃឬអាចរកបានប៉ុន្តែតម្លៃថ្លៃជាងធម្មតាទី4ការប្រឈមនឹងអនាគតនិងដំណោះស្រាយរបស់រាជរដ្ឋាភិបាលតើកម្ពុជាគួរធ្វើដូចម្តេចបង្កើនការវិនិយោគលើវិស័យកសិកម្មជាមួយឯកជនឬក្រុមហ៊ុនក្នុងស្រុកជំរុញផលិតកម្មក្នុងស្រុកនិងធ្វើស្តង់ដាររបស់ផលិតផលឲ្យបានទិន្នផលខ្ពស់បង្កើនសមត្ថភាពផ្លូវដឹកជញ្ជូននិងគ្រប់គ្រងអន្តរជាតិក្រៅពីប្រទេសថៃតើការលើកបញ្ចប់បញ្ហាព្រំដែនអាចជាផ្លូវដំណោះស្រាយវែងឆ្ងាយដែរឬទេបើវែងរកទីផ្សារអន្តរជាតិផ្សេងមកផ្គត់ផ្គង់ការបិទមិនឲ្យថៃនាំបន្លែផ្លែឈើចូលកម្ពុជាមិនត្រឹមតែជាបញ្ហាផ្នែកនយោបាយទេតែវាផ្ទុកនូវផលប៉ះពាល់ជ្រៅលើជីវភាពប្រជាពលរដ្ឋដើម្បីបញ្ជៀសពីផលប៉ះពាល់រយៈវែងកម្ពុជាត្រូវចាប់ផ្ដើមគិតពីការរីកចម្រើនក្នុងវិស័យកសិកម្មនិងការកសាងសន្តិភាពជាអាទិភាពសូមចុច Subscribe ហើយចែករំលែកវីដេអូនេះដល់មិត្តភ័ក្តិអ្នកប្រសិនបើអ្នកចង់ឲ្យមានការយល់ដឹងកាន់តែច្បាស់អំពីសេដ្ឋកិច្ចនិងស្ថានភាពជាតិ